mấy baប្រជាជនថៃប្រកាសជំហរប្រឆាំងលោកអានុទីនមេដឹកនាំគណៈបកប្រជាជនថៃលោកណាត់ថាផុងរឿងបញ្ញវុធដែលកំពុងមានការចាប់អារម្មណ៍នៅក្នុងនយោបាយថៃសម្រាប់ការបោះឆ្នោតនៃដើមខែកុម្ភៈខាងមុខនេះបានប្រកាសដាច់ញត្តិថាគណៈបករបស់លោកនឹងធ្វើជាបកប្រឆាំងប្រសិនបើគណៈបកភូមិចៃថៃរបស់លោកអានុទីនឆាវរៈគុលមានឱកាសបង្រួបបង្រួមបង្កើតនឹងដឹកនាំរដ្ឋាភិបាលកណ្ដាលនោះសារព័ត៌មានថៃបានស្រង់សម្ដីមេដឹកនាំគណៈបកប្រជាជនថៃបានចេញផ្សាយនៅថ្ងៃទី20ខែធ្នូនេះថាលោកណាត់តាផុងរឿងបញ្ញវុធបានថ្លែងនៅក្នុងកម្មវិធីនយោបាយនៅទូរទស្សន៍ច្បាស់ណាស់ប្រសិនបើគណៈបកភូមិចៃថៃខ្លាយទៅជាគណៈបកស្នូក្នុងការបង្កើតរដ្ឋាភិបាលខាងមុខនោះគណៈបកប្រជាជនរបស់យើងនឹងស្ថិតនៅក្នុងបកប្រឆាំងមេដឹកនាំគណៈបកប្រជាជនដែលបានបោះឆ្នោតគាំទ្រលោកអានុទីនឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីកាលពីដើមខែកញ្ញាឆ្នាំនេះបានបង្ហាញជំហរមិនពេញចិត្តចំពោះលោកអានុទីនដែលបង្កើតសង្គ្រាមជាមួយនឹងកម្ពុជាហើយលោកអានុទីនបានបរាជ័យនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងគណៈបកទាំងពីរដែលតម្រូវឲ្យលោកអានុទីនដឹកនាំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបន្ថយអំណាចរបស់យោធានិងអំណាចរាជវាំងលោករឿងបញ្ញវុធក៏ធ្លាប់បានសម្ដែងក្តីបារម្ភថាប្រទេសជាប់ឈ្មោះជាប្រទេសឈ្លានពានដោយសារតែរាជរដ្ឋាភិបាលរបស់លោកអានុទីនប្រកាសលុបចោលកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាធ្វើសកម្មភាពឈ្លានពានដោយយោធាមកលើកម្ពុជាទាំងកំរោលគណៈរដ្ឋមន្ត្រីការពារជាតិថៃសារភាពថាកម្ពុជាពិតជាមានសមត្ថភាពបាញ់ទម្លាក់ដ្រូនរបស់ខ្លួនពិតប្រាកដមែនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានសារភាពថាកងកម្លាំងកម្ពុជាពិតជាអាចបាញ់ទម្លាក់ដ្រូនស៊ើបការយោធារបស់ថៃក្នុងមួយគ្រឿងតម្លៃ$19 លានសហរដ្ឋអាមេរិកដោយលោកបានពណ៌នាថាការបាត់បង់នេះគឺជារឿងដ៏គួរឲ្យសោកស្ដាយប៉ុន្តែមិនអាចជៀសផុតបានឡើយគណៈពេលដែលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរកំពុងឡើងកម្ដៅបើយោងតាមសារព័ត៌មានថៃរដ្ឋមន្ត្រីការពារជាតិលោកណាតាផតបានបញ្ជាក់ថានៅថ្ងៃ19នេះយន្តហោះនោះគឺជាដ្រូនស៊ើបការប្រភេទ DP-20 ហើយលោកបានទទួលស្គាល់ថាកម្ពុជាមានសមត្ថភាពការពារអាកាសដែលអាចកំណត់គោលដៅលើប្រព័ន្ធបែបនេះបានលោកបានបន្តថាប្រតិបត្តិការយោធាតែងតែមានការបាត់បង់ដោយជៀសមិនរួចហើយទ្រព្យសម្បត្តិការពារជាតិក៏ត្រូវតែប្រើប្រាស់នៅពេលចាំបាច់លោកក៏បានលើកឡើងផងដែរថាអំពីការរកឃើញដ្រូននាពេលថ្មីៗនេះគឺនៅប្លុកបូមប្រេងក្នុងឈូងសមុទ្រថៃដែលបង្កមានការព្រួយបារម្ភអំពីលទ្ធភាពនៃការគំរាមកំហែងលោកបាននិយាយថាការតាមដានមានភាពស្មុគស្មាញដោយសារតែចរាចរណ៍ផ្លូវទឹកស៊ីវិលដល់មមាញឹករួមទាំងទូកនេសាទដែលប្រើប្រាស់ដ្រូនផងដែរហើយការស៊ើបការកំពុងតែបន្តធ្វើឡើងលោកបានបន្តទៀតថាបញ្ជាត្រូវតែដាក់ទៅកាន់គ្រប់អង្គភាពនៃកម្លាំងប្រដាប់អាវុធទាំងអស់ឬបន្តឹងសន្តិសុខជាមួយគ្នាក្រុមហ៊ុនធម្មពល PTT កំពុងស្វែងរកការអនុម័តដើម្បីដំឡើងប្រព័ន្ធប្រឆាំងដ្រូននៅតាមទីតាំងនានានៅក្នុងសមុទ្រខណៈពេលដែនអាកាសនិងតបជើងទឹកបានបង្កើនការត្រួតពិនិត្យនិងការតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងប្រទេសថៃរដ្ឋមន្ត្រីក្រសួងការពារចាត់ទុកថាសកម្មភាពយោធាថៃគឺជាការឈានពានយ៉ាងច្បាស់រាជធានីភ្នំពេញលោកនេតភេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកថាសកម្មភាពរបស់យោធាថៃមកលើកម្ពុជាគឺជាការឈានពានយ៉ាងច្បាស់មកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិលោករដ្ឋមន្ត្រីបានលើកឡើងថាម្ដងហើយម្ដងទៀតយោធាថៃបានយកជនស៊ីវិលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួនលោកបានរំពឹងពីព្រឹត្តិការណ៍ថ្មីៗដែលកើតឡើងនៅវេលាម៉ោង 10:58 នាទីយប់ថ្ងៃទី19ខែធ្នូឆ្នាំ2025ដោយកងទ័ពអាកាសថៃបានប្រើប្រាស់នៅយន្តហោះចម្បាំង S-16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពាន
អូជីស្ថិតនៅភូមិសាស្ត្ររវាងស្រុកចុងកាលខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រីស្នំខេត្តសៀមរាបផងដែរបាទនេះគឺជាការទម្លាក់គ្រាប់បែក S16 របស់ថៃដែលធ្វើឲ្យប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរមែនទែនហើយការទម្លាក់នេះគឺហួសបន្ទាត់ក្រហមទី2ហើយបាទគឺវាទម្លាក់ចាប់ពីព្រំដែនមកគឺ90គីឡូហើយដែលនេះគឺជាការទម្លាក់ដាក់លើជនស៊ីវិលក៏ដូចជាទៅតាមផ្ទះប្រជាពលរដ្ឋផងដែរបើអញ្ចឹងនៅក្នុងប្រទេសថៃគឺមានការជ្រួលច្បល់មែនទែនទាំងគណៈបកក៏ដូចជារបបយោធាដោយសារតែការរំលាយសភាថ្មីនេះគឺនឹងអនុម័តក៏ដូចជាការកាត់បន្ថយនៅកម្លាំងរបស់យោធាដែលធ្វើឲ្យយោធាថៃគឺមានការខឹងសម្បាក៏ដូចជាការរុកលេសមកវាយប្រហារទៅលើកម្ពុជាតែម្ដងបាទទោះបីជាណាកម្ពុជាគឺនៅតែរឹងមាំគឺជាសសរដៃថែបគឺมันអាចវាយលុកបាននោះទេបើសិនជាខ្មាំងសត្រូវចូលមកបានរយៈពេលត្រឹមតែកន្លះម៉ោងឬក៏2ម៉ោងនោះនឹងត្រូវ CBMW បាទ BM21 របស់កម្ពុជាគឺផ្លោងទៅបាទគឺស្រោចទៅលើពួកខ្មាំងសត្រូវទាំងអស់ផងដែរបាទនេះគឺជាការបំផ្លិចបំផ្លាញបាទយប់មិញជាមួយនឹងយន្តហោះចម្បាំង S16 របស់ថៃដែលបានទម្លាក់ដាច់ស្ពានអូជីកផងដែរចឹងកម្ពុជាគឺថ្កោលទោសមែនទែនជាមួយនឹងប្រទេសថៃដែលបានប្រើនៅសភាវុធក៏ដូចជាយន្តហោះចម្បាំងដែលទម្លាក់ដាច់ស្ពានបាទអូជីកកាលពីយប់មិញនៅវេលាម៉ោង10ជាងផងដែរបាទនេះគឺជារូបភាពបាទដែលមើលទៅគឺខ្ទេចអស់តែម្ដងបាទគឺចេញសរសៃដែកហើយក៏ត្រូវខូចខាតបាទចំឡានមួយចំហៀងទៀតបាទគឺខ្ទាតបែងបាទបែកកង់បាទគឺចំកណ្ដាលតែម្ដងបាទគឺมันអាចធ្វើដំណើរបានទេបាទសម្រាប់បងប្អូននៅទីនោះបាទរងចាំទស្សនានៅព័ត៌មានអាប់ដេតពី Channel របស់យើងខ្ញុំទទួលបាននៅព័ត៌មានថ្មីៗក៏ដូចជាព័ត៌មានទាន់ហេតុការណ៍ថ្មីចែកជូនទៅដល់បងប្អូននៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្ដានានាសមុទ្រសូមអរគុណសូមជម្រាបលា